ជាដំបូងជំរាបសួរលោកគ្រូសួស្តីបង TA ថ្ងៃនេះនាងខ្ញុំថារ៉ាសុជីតាហើយនៅសមាជិកក្រុមរបស់ខ្ញុំគឺសវណ្ណច័ន្ទសេរីហើយថ្ងៃនេះដែរគឺពួកយើងនឹងមកធ្វើពី assignment មួយតាក់ទងទៅនឹងការធ្វើ backup ហើយនឹង recovery ហើយ content របស់យើងថ្ងៃនេះគឺយើងនឹងលើកយក content សំខាន់ៗចំនួន2គឺតាក់ទងទៅនឹងការ backup និង recovery physical ដែលមានទាំង online ហើយនិង offline ហើយនឹងការ backup recovery ទៅលើ logical ដែលមាន remote ពី server ពី client ទៅកាន់ server ហើយនឹងមានការធ្វើនៅ backup recovery logical តាមរយៈ local ផងដែរសូមរីករាយទស្សនានិងតាមដាននៅវីដេអូរបស់ពួកយើងទាំងអស់គ្នាចឹងជាដំបូងគឺយើងមាននៅ database មួយដែលឈ្មោះថា inventory database ចឹងបន្តមកទៀតគឺយើងនឹងធ្វើការ use នៅ database ហ្នឹងហើយខ្ញុំបានបង្កើត table នៅក្នុង database ហ្នឹងគឺមានដូចជា product មានដូចជា supplier មានដូចជា sale មានដូចជា purchase ហើយបន្តមកទៀតគឺខ្ញុំធ្វើការ insert data ចូលទៅក្នុង database មួយហ្នឹងចឹងដើម្បី verify គឺខ្ញុំធ្វើការ run the query so database ចឹងគឺយើងនឹងឃើញ database inventory របស់យើងបន្តមកទៀតគឺខ្ញុំនឹងធ្វើការ show នៅ table ចឹងនៅពេលដែលខ្ញុំ show table គឺវាមាន4 table ដែលខ្ញុំបានបង្កើតបន្តមកទៀតគឺខ្ញុំនឹងធ្វើការ select data ពី table ណាមួយដើម្បីមើលថាតើខ្ញុំ insert data នឹងចូលពិតមែនអត់អញ្ចឹងនេះគឺមាន sale ID product ID មាន quantity ហើយនិង sale date អញ្ចឹងខ្ញុំបានធ្វើការបង្កើត database ទាំងអស់នេះបានជោគជ័យហើយអញ្ចឹងគឺខ្ញុំត្រូវធ្វើការចូលទៅក្នុង comment prompt បន្តមកទៀតឲ្យខ្ញុំត្រូវធ្វើនៅក្នុង comment prompt មុនគេគឺខ្ញុំត្រូវចូលទៅកាន់ MySQL នៅក្នុង comment prompt ហ្នឹងអញ្ចឹង MySQL.u root.p ចឹងបន្តមកទៀតគឺខ្ញុំនៅក្នុង MySQL ហើយអញ្ចឹងគឺខ្ញុំត្រូវការ show variable like dear ចឹងពេលដែលខ្ញុំសូចឹងទៅគឺវានឹង list នៅ directory ទាំងអស់ដែលមាននៅក្នុង MySQL អញ្ចឹង directory ដែលខ្ញុំត្រូវការគឺខ្ញុំត្រូវការ path របស់ directory data dear អញ្ចឹងខ្ញុំ copy path វាទៅហើយឥឡូវនេះគឺខ្ញុំនៅក្នុង MySQL អញ្ចឹងខ្ញុំត្រូវចេញទៅកាន់ comment prompt mode វិញអញ្ចឹងគឺខ្ញុំត្រូវ cd ចូលទៅក្នុង data dear ហ្នឹងអញ្ចឹងគឺខ្ញុំនឹងឥឡូវគឺខ្ញុំនៅក្នុង data dear ហ្នឹងហើយគឺខ្ញុំត្រូវមើលថាតើនៅក្នុង data dear ហ្នឹងគឺមានអីគេខ្លះអញ្ចឹងនៅក្នុង data dear ហ្នឹងគឺមានប៉ុណ្ណឹងអញ្ចឹងខ្ញុំនឹងទៅរកមើលនៅ database ដែលខ្ញុំបានបង្កើតមិញគឺ inventory database អញ្ចឹងមិញគឺខ្ញុំអត់ទាន់បាន save database នឹងទុកទេអញ្ចឹងខ្ញុំ save វាជា file មួយទុកសិនអញ្ចឹងគឺខ្ញុំនឹងធ្វើការ save database ហ្នឹងគឺដាក់ថា inventory ចឹងចាស់អញ្ចឹងគឺខ្ញុំនឹងធ្វើការ save វាទុកហើយអញ្ចឹងយើងចូលទៅ comment prompt វិញអញ្ចឹងនៅក្នុង comment prompt គឺវានឹង load ឈ្មោះនៅ database មកគឺវាមិនមែន load ឈ្មោះ directory មកទេអញ្ចឹងអ្វីដែលខ្ញុំត្រូវធ្វើបន្ទាប់ទៀតគឺខ្ញុំត្រូវការ flash table ដែលខ្ញុំបានបង្កើតនឹងអញ្ចឹងខ្ញុំត្រូវធ្វើការចូលទៅក្នុង MySQL វិញគឺបន្ទាប់ទៀតគឺខ្ញុំនឹងធ្វើការ run នៅ command flash table with read log អញ្ចឹងគឺខ្ញុំបានធ្វើការ flash table រួចរាល់ហើយគឺខ្ញុំនឹងធ្វើការ cd ទៅកាន់ data dear វិញឥឡូវហ្នឹងគឺខ្ញុំបើសិនជាខ្ញុំចង់ cd ទៅកាន់ data dear វិញគឺខ្ញុំគ្រាន់តែ control C មកឥឡូវហ្នឹងគឺខ្ញុំមកកាន់ data dear វិញហើយអញ្ចឹងអីដែលខ្ញុំត្រូវធ្វើបន្ទាប់ទៀតគឺខ្ញុំចាប់ផ្ដើម backup ហើយគឺខ្ញុំត្រូវ backup database inventory database ហ្នឹងចូលទៅកាន់ path ណាមួយដើម្បីទុក recovery មកវិញអញ្ចឹងឥឡូវហ្នឹងគឺខ្ញុំត្រូវការប្រើ copy ហើយឈ្មោះ database របស់យើងអញ្ចឹងគឺខ្ញុំធ្វើការ copy ឈ្មោះ database ហ្នឹងមកដាក់បន្តមកទៀតគឺខ្ញុំត្រូវដាក់ destination ដែលខ្ញុំចង់ backup ទៅអញ្ចឹងខ្ញុំបានបង្កើតនៅ folder ចំនួន2គឺ backup 1និង backup 2អញ្ចឹង backup 1គឺខ្ញុំទុកធ្វើការ backup database របស់ខ្ញុំចូលទៅក្នុង backup 1ចំពោះ backup 2គឺខ្ញុំទុកជា folder មួយទៅទេដែលខ្ញុំនឹងធ្វើការ move database ទៅកាន់ backup 2ហ្នឹងដើម្បីយកវាចាញ់ហើយយកយើង backup ទុកហ្នឹងយកមកដាក់នៅក្នុង data dear វិញអញ្ចឹងដឹងថាតើពេលដែលយើង backup មកវិញបាន data ចាស់របស់យើងមកវិញអត់អញ្ចឹងខ្ញុំអត់ចង់ត្រឡប់ database ហ្នឹងចោលឯងគឺខ្ញុំបង្កើតនៅ folder មួយទុកចោលអញ្ចឹងហ្មងអញ្ចឹងដោយសារតែខ្ញុំចង់ backup database របស់ខ្ញុំទៅក្នុង backup មួយអញ្ចឹងខ្ញុំចូលទៅ backup មួយដើម្បីយក path របស់វាមកអញ្ចឹងខ្ញុំយកចូលមក comment prompt វិញហើយខ្ញុំដាក់ path វាក្នុងហ្នឹងខ្ញុំ enter អញ្ចឹងពេលដែលខ្ញុំ enter ទៅ database ទាំងអស់ table ទាំងអស់របស់ database ហ្នឹងគឺវានឹងចូលទៅកាន់ backup មួយអញ្ចឹងយើងអាចមក check បានយើងឃើញ backup មួយគឺមាន file ទាំងអស់ហ្នឹងហើយអញ្ចឹងខ្ញុំនឹងបង្កើត folder នៅក្នុង backup មួយហ្នឹងមួយទៀតដែលដាក់ឈ្មោះ database របស់ខ្ញុំហ្មងគឺ inventory database inventory db អញ្ចឹងចាស់អញ្ចឹងខ្ញុំនឹងធ្វើការ copy file ទាំងអស់នេះយើងនឹងធ្វើការ cut file ទាំងអស់ហ្នឹងទៅដាក់នៅក្នុងហ្នឹងអញ្ចឹងឥឡូវយើងត្រឡប់ទៅមើលវិញគឺយើងមាន inventory ដែលមាន table របស់យើងទាំងអស់នៅក្នុងហ្នឹងហើយអញ្ចឹងឥឡូវយើងបន្ទាប់ពីយើងធ្វើការ edit copy ហើយគឺយើងធ្វើការ unlock នៅ table វិញអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើការ
copy វាធ្វើការ backup វាទុកហើយគឺខ្ញុំនឹងធ្វើការ unlock table វិញតាមរយៈការចូលទៅកាន់ MySQL វិញ MySQL.u root សំដៅ root p ហើយបន្តមកទៀតគឺខ្ញុំនឹងធ្វើការ run នៅ command unlock table អញ្ចឹងគឺខ្ញុំអាច unlock table បានហើយអញ្ចឹងខ្ញុំទៅមើល database sim ចាស់របស់ខ្ញុំគឺឥឡូវគឺខ្ញុំធ្វើការសូ database មួយចុះចឹងគឺយើងនឹងធ្វើការយើងនឹងឃើញនៅ online store នេះហើយគឺសុំទោសគឺយើងនឹងធ្វើការឃើញនៅ database inventory នេះចឹងយើងធ្វើការ use នៅ inventory database ហ្នឹងទៅគឺយើង use វាបានហើយចឹងយើងសូ table វាមកចឹង table ដែលយើងមានប៉ុណ្្នឹងហើយចឹងមុនពេលដែលយើង move វាចេញយើងអត់ចង់ត្រឡប់វាទេយើងចង់ move វាចេញទៅកន្លែងណាផ្សេងដើម្បីយើង recovery មកវិញវាដូចដើមអត់អញ្ចឹងយើងធ្វើការបង្កើត table មួយនៅក្នុងនឹងសិន create table បន្ទាប់មកទៀតគឺខ្ញុំដាក់ឈ្មោះថា test ចាស់ table ហ្នឹងបន្ទាប់មកទៀតគឺខ្ញុំឲ្យ attribute វាតែមួយទេគឺ id int ចឹងចុះអញ្ចឹងគឺខ្ញុំធ្វើការបង្កើត table បានហើយគឺខ្ញុំនឹង insert data ទៅក្នុង table ហ្នឹងគឺ insert into test បន្ទាប់មកទៀត id ហើយ value 1អញ្ចឹងខ្ញុំនឹងធ្វើការ insert ចំនួន5 data ទៅក្នុងហ្នឹងអញ្ចឹងខ្ញុំដាក់មកវាយមកខ្ញុំដាក់ id បានហើយ4គាត់មក5ចាស់ចឹងពេលហ្នឹងគឺខ្ញុំបង្កើតហើយឥឡូវគឺខ្ញុំសាក show table ម្ដងទៀតអញ្ចឹង show table ពេលហ្នឹងគឺវាមាន test ដែលខ្ញុំបង្កើតមកហើយអញ្ចឹងខ្ញុំសាក select អីមួយពីtable ហ្នឹង select sky from test គឺវានឹងចេញឲ្យខ្ញុំ insert ចូលមិញអញ្ចឹងអីដែលខ្ញុំធ្វើបន្តទៀតគឺខ្ញុំចង់ move អា database ហ្នឹងទៅកាន់ folder ណាមួយផ្សេងទៀតហើយបន្តមកទៀតគឺខ្ញុំmove អីដែលខ្ញុំ backup ទុកនៅក្នុង backup មួយមកដាក់ data ហ្នឹងវិញអញ្ចឹងមុននឹងដែលខ្ញុំធ្វើការ move វាចេញគឺខ្ញុំធ្វើការបិទនៅ server របស់ ZAM សិនដោយសារតែបើយើងអត់បិទ server របស់ ZAM ទេគឺវានឹងជាប់នៅ access deny អញ្ចឹងពេលដែលខ្ញុំបិទ server របស់ ZAM អស់ហើយគឺខ្ញុំនឹងធ្វើការ move database របស់យើងទៅអញ្ចឹងខ្ញុំនឹងធ្វើការ move នៅ inventory អញ្ចឹងខ្ញុំទៅ copy ឈ្មោះ database បន្តិចបន្ទាប់មកទៀតគឺខ្ញុំត្រូវដាក់ path ណាដែលខ្ញុំចង់ move ទៅអញ្ចឹងខ្ញុំបានបង្កើតនៅ folder មួយទុក move អា database នេះចេញហើយអញ្ចឹងខ្ញុំទៅយក path របស់វាដែលវាជា folder backup tool ដែលខ្ញុំបង្កើតទុកអញ្ចឹងខ្ញុំដាក់វាក្នុងនេះមកសុំទោសខ្ញុំត្រូវចេញទៅកាន់ CMD ត្រូវកាន់ចេញទៅកាន់ command 5វិញសិនដោយសារមិញគឺខ្ញុំនៅក្នុង database mode ទេអញ្ចឹងខ្ញុំធ្វើការ move ម្ដងទៀតអញ្ចឹងឥឡូវហ្នឹងគឺខ្ញុំធ្វើការ move តិចសិន move នៅ inventory db អញ្ចឹងឥឡូវហ្នឹងគឺខ្ញុំ move successful ហើយអញ្ចឹងខ្ញុំទៅមើលនៅក្នុង database យើងទៅមើលនៅក្នុង dir របស់យើងថាតើមាន inventory នឹងទៀតអត់អញ្ចឹងពេលដែលយើងមកមើលក្នុងយើងប្រើ command dir ទៅ list database ទាំងអស់នៅក្នុងនឹងមកគឺឡើងមាន database ដែលឈ្មោះថា inventory នឹងទៀតហើយអញ្ចឹងដោយសារអីគឺដោយសារតែយើងបានមកវាទៅកាន់ folder backup 2ហើយអញ្ចឹងអីដែលយើងត្រូវធ្វើបន្តទៀតគឺយើងត្រូវការ recovery មកវិញ recovery មកពីណាគឺយើងត្រូវធ្វើការ recovery មកពី backup មួយដែលយើងបាន backup ទុកនេះអញ្ចឹងខ្ញុំនឹងធ្វើការយក path របស់ backup មួយនេះមកប៉ុន្តែមុននឹងខ្ញុំយក path គឺខ្ញុំត្រូវធ្វើការចូលទៅ copy path របស់ data dia សិនដោយសារ data dia គឺជា destination របស់ខ្ញុំអញ្ចឹងគឺខ្ញុំធ្វើការ move ឥឡូវខ្ញុំចូលបើខ្ញុំយក path មកហើយគឺខ្ញុំត្រូវដាក់ path destination របស់ខ្ញុំមកហើយសិនហើយខ្ញុំត្រូវយក path របស់ inventory database ហ្នឹងយកមកដាក់វិញដើម្បីយើងមកចេញពីbackup មួយហ្នឹងទៅកាន់នោះទៅកាន់ destination ចាស់របស់យើងគឺ data dia វិញអញ្ចឹងឥឡូវគឺខ្ញុំធ្វើការ move វាអញ្ចឹងគឺវា move successful ហើយអញ្ចឹងអីដែលខ្ញុំត្រូវធ្វើបន្តទៀតគឺខ្ញុំត្រូវទៅបើក ZAM វិញបើខ្ញុំអត់បើកទេគឺវាខ្ញុំអាចចូលទៅក្នុង MySQL នៅក្នុង comment ប្រាប់បាននេះអញ្ចឹងខ្ញុំត្រូវចូលទៅ MySQL.u root.p វិញអញ្ចឹងខ្ញុំនឹងធ្វើការសូនៅ database សួរថាឥឡូវយើងមាន online សួរថាឥឡូវគឺយើងមាន database ដែលយើងបាន recovery មកវិញអត់នេះមាន inventory db នេះអញ្ចឹងខ្ញុំសាក use database ហ្នឹងចង់ដឹងថាយើង recovery វាមកវិញហើយតើយើងឃើញដូចដើមវិញអត់ហើយយើងប្រើយើងអាច select អីពីវាបានអត់អញ្ចឹងយើងឃើញ database ឆេងហើយអញ្ចឹងយើងសាក show table ម្ដង show table នេះអញ្ចឹង table គឺវាមាន table scene 4ហ្នឹងមកវិញទាំងអស់ហ្មងគឺវាមាន product
purchase sales supplier វាអត់ដូចអីដែលខ្ញុំ move ពី scene ទៅតាមរយៈការខ្ញុំ create នៅ table មួយហើយខ្ញុំធ្វើការ move វាទៅ backup ពីឯងដើម្បីគឺគោលបំណងគឺចង់ដឹងថាតើពេលដែលខ្ញុំ recovery មកវិញគឺវាដូចអាចាស់អត់អញ្ចឹងខ្ញុំ recovery មកវិញគឺវាដូចអាចាស់ហើយអញ្ចឹងខ្ញុំចង់ដឹងថាតើខ្ញុំសាក select table ណាមួយចង់ដឹងថាខ្ញុំ select មកអត់ select data ពី table ណាមួយអញ្ចឹងខ្ញុំនឹងធ្វើការ select កាយ from product ចឹងឃើញអត់គឺពេលដែលខ្ញុំ select មកគឺខ្ញុំអាច select មើលឃើញបានថា data អីគេខ្លះនៅក្នុង product ហ្នឹងឥឡូវខ្ញុំសាក select ពីមួយ table ទៀតខ្ញុំសាក select នៅ purchase មើលអញ្ចឹងក៏វាចាញ់ដែរខ្ញុំចង់ធ្វើអីក៏បានដែរចង់ select ក៏បានខ្ញុំចង់បង្កើត table ថ្មីក៏បាន create table test មួយចុះអញ្ចឹងខ្ញុំ move ទៅចាស់នោះខ្ញុំសាកបង្កើត test ឥឡូវខ្ញុំមក backup មកវិញវាដូចដើមខ្ញុំចង់ដឹងថាតើខ្ញុំបង្កើត table ហ្នឹងវាជោគជ័យអត់ខ្ញុំអាចបង្កើត table បានអត់ពេលខ្ញុំ recovery មកវិញអញ្ចឹងខ្ញុំ create នៅ table មួយដែលឈ្មោះថា test ដែរចុះអញ្ចឹង create table test ហើយបន្តមកទៀតគឺ create ខ្ញុំភ្លេចដាក់ table create table test ហើយបន្តមកខ្ញុំត្រូវដាក់ attribute id int បន្តមកទៀតគឺខ្ញុំធ្វើការ enter សំទោសមានបញ្ហាខុសបច្ចេកទេសតិចអញ្ចឹងបន្តមកទៀតគឺខ្ញុំសាកបង្កើតនៅ table មួយចង់ដឹងថាពេលដែល recovery មកដូចដើមហើយខ្ញុំអាច select បានខ្ញុំអាចអីបានហើយខ្ញុំអាចបង្កើត table បានអត់អញ្ចឹងអានេះខ្ញុំបង្កើត table ដែលដាក់ឈ្មោះថា test មួយខ្ញុំចង់ដឹងថាអាចបង្កើតបានអត់អញ្ចឹងខ្ញុំអាចបង្កើតបានហើយអញ្ចឹងខ្ញុំសាក insert ចូលម្ដង insert នៅ data ចូលទៅក្នុង test មួយហ្នឹងចូលទៅក្នុង test មួយ id បន្ទាប់មកទៀតគឺខ្ញុំធ្វើការដាក់នៅ value ហើយខ្ញុំ insert ចូលមួយចាស់សុំទោស insert លេខ1ចូលហើយខ្ញុំ insert មក data ទៀតចូលចុះអញ្ចឹងគឺខ្ញុំសាក show table ឃើញគឺវាមក test មួយហ្នឹងហើយអញ្ចឹងខ្ញុំចង់ select អីមួយពី test មួយហ្នឹងសាកមើល select guy from test មួយអញ្ចឹងក៏វាជោគជ័យដែរអញ្ចឹងសរុបមកវិញគឺការ backup ហ្នឹងគឺវាជោគជ័យវា backup មកវិញហ្នឹងគឺ database ចាស់របស់យើងមិនគឺយើង backup មកអញ្ចឹងដូចដើមហើយយើងអាច select យើងអាច add យើងអាច insert data ចូលទៅក្នុង table ហ្នឹងបន្ថែមក៏បានយើងអាចបង្កើតនៅ table ថ្មីហើយ insert data ចូលទៅក្នុងហ្នឹងក៏បានដែរអញ្ចឹងអាហ្នឹងគឺតកតងទៅនឹងការធ្វើនៅ physical online backup អញ្ចឹងចំពោះការធ្វើ process នៃការធ្វើ physical online backup គឺមានប៉ុណ្ណឹងចឹងចំណុចបន្តទៀតគឺយើងចូលទៅដល់ការធ្វើ backup physical offline គឺយើងគ្រាន់តែចូលទៅក្នុងdrive C ហើយយើងចូលទៅក្នុង WAM យើងចូលទៅក្នុង bin ហើយបន្តមកទៀតយើងចូលទៅក្នុង MySQL ហើយយើងទៅរក data គឺយើងនឹងឃើញ database របស់យើងគឺគ្រាន់តែយើងធ្វើការ copy វាហើយទៅផាសកន្លែងណាដែលយើងចង់ backup ទុកតែប៉ុណ្្នឹងរួចជាការស្រេចបន្តមកទៀតគឺចូលទៅដល់ការធ្វើ logical ទៅលើ local ម្ដងចឹងចំពោះការធ្វើ backup ទៅលើ logical local គឺយើងនឹងធ្វើការ backupគ្រប់ database ទាំងអស់តាមរយៈទី1គឺយើងត្រូវចូលទៅកាន់ query សិនគឺ mysql.u root .p ហើយបន្តមកទៀតគឺយើងធ្វើការ show database ថាតើមាន database អីគេខ្លះអញ្ចឹងយើងនឹងធ្វើការ backup database ទាំងអស់ហ្នឹងដែលយើងបាន show ឃើញតាមរយៈ comment mysql dump បន្ទាប់មកទៀតគឺយើងធ្វើការដាក់ .u root p គឺដាក់ all database ទាំងអស់មានន័យថា database ដែលយើងមានទាំងអស់បន្ទាប់មកទៀតគឺ destination ដែលយើងចង់ backup វាយកទៅទុកអញ្ចឹងយើងនឹង copy path របស់វាហើយបន្តមកទៀតយើង path របស់វាក្នុងហ្នឹងអញ្ចឹងយើងដាក់ backup .sql ចឹងមក extension sql អញ្ចឹងពេលដែលយើង enter ទៅគឺយើងនឹងទៅ check មើលនៅក្នុងfile explorer ម្ដងគឺយើងនឹងឃើញអីដែលយើងបាន backup ទុកគឺឈ្មោះថា backup នេះចាអាហ្នឹងគឺជា logical local backupចឹងចំណុចបន្ទាប់ទៀតគឺយើងនឹងធ្វើទៅលើការ backup logical ទៅលើការ remote ពី server ហើយនឹង client ម្ដងចឹងគឺយើងតម្រូវឲ្យមាន device ចំនួន2ដែល device មួយដើរតួជា server ហើយនឹង device មួយទៀតដើរតួធ្វើជា client ដើម្បីឲ្យ client អាច access ទៅកាន់ server ដើម្បី backup បានចឹង computer របស់ server គឺតម្រូវឲ្យមាន database មួយហើយនឹងធ្វើការ grant all privilege ទៅឲ្យ client ដើម្បីអាចឲ្យ client គាត់មានសិទ្ធិចូលទៅធ្វើការ backup database បានអញ្ចឹងជំហានដំបូងគឺយើងត្រូវការបិទនៅ firewall នៅក្នុង computer របស់ server ក៏ដូចជា computer របស់ client ហើយនឹងបិទនៅ protection software ទាំងអស់ដែលមាននៅលើ computer device មួយហ្នឹងទាំងអស់ហើយបន្ទាប់មកទៀតគឺយើងត្រូវចូលទៅកាន់
ដំបូងគឺយើងត្រូវការចូលទៅ grant all privilege ហើយនឹងឲ្យជា permission all ទៅកាន់ client បន្ទាប់មកទៀតកន្លែងហ្នឹងគឺខ្ញុំសូមអត់បង្ហាញទេគឺខ្ញុំបង្ហាញទៅដល់ការ backup តែម្ដងអញ្ចឹងគឺ computer របស់ client គឺត្រូវការចូលទៅ ping នៅក្នុង command prompt ឲ្យស្គាល់គ្នាបន្ទាប់មកទៀតគឺចាប់ផ្ដើមចូលទៅកាន់ query use តាមរយៈ username ហើយនិង password ដែលserver បានបង្កើតឲ្យបន្ទាប់មកទៀតធ្វើការ show database use database ហើយនឹង show table អីដើម្បីមើលថាតើមាន database អត់អាច select database បានអត់អញ្ចឹងបន្ទាប់ពីconfirm ថាមាន database មាន table អាច select បានអស់ហើយគឺយើងចាប់ផ្ដើមចូលទៅធ្វើការ backup តាមរយៈការប្រើប្រាស់នៅ command MySQL dump .u ហើយឈ្មោះ username .hash ហើយនឹងIP របស់ server បន្ទាប់មកទៀតគឺយើងដាក់ destination ដែលយើងចង់ទៅគឺខ្ញុំនឹងធ្វើការ backup ទុកនៅលើ desktop ហើយខ្ញុំនឹងដាក់ឈ្មោះថា file ថា backup db.sql ហើយបន្ទាប់មកទៀតត្រូវការ enter password អញ្ចឹងយើង refresh វាមកគឺយើងនឹងឃើញនៅ database ដែលយើងបាន backup ទុកហ្នឹងហើយចឹងយើងត្រូវបន្ទាប់មកទៀតគឺនៅពេលដែលយើងបាន backup ទុកហើយមុននឹងយើងចង់ recovery មកវិញគឺយើងត្រូវធ្វើការ drop នៅ database នឹងចោលសិនចឹងនៅពេលដែលយើង drop នៅ database នឹងចោលគឺយើងត្រូវ show database នឹងពេលដែលយើង show មកគឺឡើងឃើញហើយចឹងគឺយើងត្រូវការ create នៅ database នឹងមកវិញចឹងយើង create នៅ database នឹងមកវិញដើម្បីធ្វើការ recovery ចឹងមុននឹងការធ្វើការ recovery គឺយើងត្រូវតែ drop database នឹងចោលសិនអញ្ចឹងយើង recovery មកវិញតាមរយៈការចូលទៅក្នុង query វិញដដែលហើយបន្ទាប់មកទៀតគឺយើងនឹងត្រូវវាយនៅ query mysql.u username ហើយ .hash ហើយនឹង IP របស់ server បន្ទាប់មកទៀតឈ្មោះរបស់ database អញ្ចឹងឈ្មោះរបស់ database ហើយគឺ destination ដែលយើងត្រូវ recovery មកវិញអញ្ចឹងបន្ទាប់មកទៀតគឺយើង enter នៅ password អញ្ចឹងពេលដែលយើង enter នៅ password ទៅគឺវា recovery បានជោគជ័យហើយអញ្ចឹងគឺយើងធ្វើការ show នៅ database នឹងមកវិញថាតើ database ហ្នឹងគឺវាមកវិញនៅអញ្ចឹងយើងធ្វើការ show database ហ្នឹងទៅគឺយើងឃើញ inventory មកវិញហើយគឺយើងត្រូវការ use database ហ្នឹងហើយបន្តមកទៀតយើងធ្វើការ show នៅ table ថាតើវាមាន table ក្នុងហ្នឹងអត់អញ្ចឹងវាមាន table ក្នុងហ្នឹងហើយអញ្ចឹងយើងសាកធ្វើ query បន្ទាប់ទៀតដូចជាតាមរយៈការselect data ពី table ណាមួយឧទាហរណ៍ select data ពី table cell ចា៎អញ្ចឹងគឺយើងអាច select មកគឺយើងឃើញនៅ data ទាំងអស់ដែលមាននៅក្នុង table cell អញ្ចឹងយើងចង់ដឹងថាតើពេលយើង query មកវិញហើយយើងអាចធ្វើអីបានបន្តទៀតអត់នៅក្នុង database មួយហ្នឹងអញ្ចឹងយើងអាច drop សាកចោលយើងអាច drop ឬក៏drop table ណាមួយនៅក្នុង database នឹងចោលអញ្ចឹងទៅចុះឧទាហរណ៍ថាបើចង់ drop នៅ cell table មួយចោលគឺយើងធ្វើការ drop ហើយយើង show table មកគឺយើងបាត់នៅ table ហ្នឹងហើយអញ្ចឹងយើងអាចពេល recovery មកវិញយើងអាចធ្វើការ query table អីធ្វើអីនៅលើ database នឹងបានទាំងអស់អញ្ចឹងបន្ទាប់មកទៀតគឺយើងចង់ធ្វើការbackup ទៅលើtable ម្ដងអញ្ចឹងយើងចង់ធ្វើការ backup ទៅលើ table product មួយចោះអញ្ចឹងយើងត្រូវចូលទៅកាន់ query វិញអញ្ចឹងទៅហើយបន្ទាប់មកទៀតយើងដាក់ឈ្មោះ database ឈ្មោះរបស់ table ហើយបន្ទាប់មកទៀតគឺ destination ដែលយើងចង់ backup ទៅអញ្ចឹងគឺយើងត្រូវដាក់ extension MySQL ចឹងគឺយើងនឹងធ្វើការ backup បានជោគជ័យគឺយើងទៅមើលទាំងអស់គ្នានៅក្នុងfile explorer របស់យើងថាតើយើង backup បានជោគជ័យអត់អញ្ចឹងយើងឃើញនៅយើងឃើញ backup table ហើយអញ្ចឹងមុននឹងធ្វើការ recovery នៅ table នឹងមកវិញគឺយើងធ្វើការ drop នៅ table នឹងចោលសិនអញ្ចឹងនៅពេលដែលយើងធ្វើការ drop នៅ table នឹងចោលហើយគឺយើងត្រូវការ use នៅ database ហ្នឹងហើយយើងធ្វើការuse នៅ database នឹងមកវិញហើយយើងធ្វើការ recovery វាមកវិញអញ្ចឹងទាំង backup database ទាំង backup table គឺយើងសិតតែត្រូវការ drop វាចោលហើយបាន recovery វាមកវិញអញ្ចឹងយើងត្រូវធ្វើការ recovery វាមកវិញតាមរយៈ command mysql.u ឈ្មោះ username .hash IP របស់ server ហើយបន្ទាប់មកទៀត.p ហើយឈ្មោះ database ហើយបន្ទាប់មកទៀតគឺ
អឺកន្លែងដែលយើង backup វាទុកមិញមានន័យថា part របស់យើង backup ទុកមិញនឹងយកមក recovery វិញអញ្ចឹងឥឡូវយើង recovery បានហើយគឺយើងធ្វើការ show database ហ្នឹងបន្ទាប់មកទៀតយើងធ្វើការ use នៅ database ហ្នឹងហើយយើងធ្វើការ show នៅ table នៅក្នុង database ហ្នឹងគឺយើងឃើញមាន product មកវិញហើយអញ្ចឹងយើងធ្វើការ recovery បានជោគជ័យហើយយើងសាក select A1 យើងសាក select data ពី table product ហ្នឹងគឺយើងអាចឃើញ data នៅក្នុង table product ហ្នឹងវិញហើយអញ្ចឹងគឺយើងធ្វើការ recovery វាបានជោគជ័យហើយចឹងបន្ទាប់មកទៀតគឺយើងធ្វើការ delete row ណាមួយនៅលើ table product ហ្នឹងឧទាហរណ៍យើង delete where id ស្មើ1អីចឹងទៅអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំព្យាយាមសាកdrop នៅ row ចោលហើយធ្វើការbackup ហើយនៅ recovery row ដែរប៉ុន្តែគឺវាអត់ successful ទេគឺយើងអាចគ្រាន់តែធ្វើការ backup នៅ row បានគឺយើងអឺអត់អាចអឺធ្វើការ recovery row អីបានទេអញ្ចឹងកន្លែងហ្នឹងគឺមានតែប៉ុណ្្នឹងទេចឹងចំពោះវីដេអូរបស់ពួកយើងក៏បានមកដល់ទីបញ្ចប់តែត្រឹមនេះដែរហើយសូមខន្តីអភ័យទោសនៅរាល់ចំណុចខ្វះខាតឬក៏បញ្ហាបច្ចេកទេសមួយចំនួនដែលកើតមានឡើងនៅក្នុងវីដេអូហើយពួកយើងនឹងស្ដាប់នៅរាល់មតិកែលម្អទាំងអស់ពីអ្នកទស្សនាទាំងអស់គ្នាសូមអរគុណសូមជម្រាបលា